អតីតេកាលេក្នុងកាលដល់កន្លងទៅហើយព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើងព្រះអង្គទ្រង់គង់នៅវត្តចេតពុនព្រះអង្គទ្រង់សម្ដែងនៅព្រះធម៌ពេលនោះអានន្ទក៏បានក្រាបបង្គំទូលសួរដល់ព្រះសម្មាសម្ពុទ្ធថាបបិទ្ធព្រះអង្គដ៏ចម្រើនតើព្រះធម៌84000បឋមខណ្ឌដែលព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃខ្ញុំព្រះអង្គនឹងតើមានទៀតឬក៏យ៉ាងណាដែរព្រះអង្គពេលនោះព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើងក៏បានពោលតបទៅអានន្ទវិញថាមនាលអានន្ទដ៏ចម្រើននេះស្លឹកឈើដែលនៅក្នុងព្រះហស្ថតថាគតនេះតើមានចំនួនច្រើនឬក៏តិចជាងស្លឹកឈើដែលជ្រុះចាក់តងនៅលើផែនដីបបិទ្ធព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់ស្លឹកឈើដែលជ្រុះចាក់តងនៅលើធរណីគឺមានចំនួនច្រើនជាងព្រះអង្គពេលនោះព្រះសម្មាសម្ពុទ្ធក៏ទ្រង់សម្ដែងចំពោះអានន្ទថាធម៌របស់តថាគតដែលបានសម្ដែងមកមានប្រមាណប៉ុណ្ណេះគឺព្រះធម៌84000បឋមខណ្ឌនេះព្រះធម៌មានទៀតអានន្ទក៏ប៉ុន្តែសម្រាប់សត្វលោកគឺមានចំនួនពធនឹងដ៏លើសលប់ទៅហើយអានន្ទធម៌ទាំង84000ដែលព្រះសម្មាសម្ពុទ្ធបរមគ្រូជាម្ចាស់នៃយើងព្រះអង្គលោកសម្ដែងមានព្រះត្រៃបិដកទាំង3មានព្រះវិន័យបិដកនិងសតនបិដកនិងព្រះអភិធម្មបិដកព្រះវិន័យបិដកដែលមានព្រះធម៌21000ធម្មខណ្ឌព្រះសតនបិដកមានព្រះធម៌21000ធម្មខណ្ឌរីឯព្រះអភិធម្មបិដកមានចំនួន42000ធម្មខ